បាទសួស្តីបងប្អូននេះអារម្មណ៍ស្រស់ស្រាយពេលព្រឹកដើរមើលសុខភាពកូនមន់ពេលព្រលឹមឡើងនេះតនបោះតិចទៀតបានហួរមកបោះពួកធ្វើការអស់មិនបោះសម្អាតនៅទីនេះបរិវេណនេះគឺយើងបោះអាចជារៀងរាល់ព្រឹកបងប្អូនណាបោះអាចមន់ជារៀងរាល់ព្រឹកហើយពួកនេះយប់ហ្នឹងប្រហែលជាទៅចាប់ឈ្មោល15ទៅ20ក្បាលផ្ញើទៅឲ្យបងវិញវាសនាឲ្យគាត់ចិញ្ចឹមបន្តសម្រួលបរិមាណមន់តិចហើយមន់ឥឡូវអត់មានអារម្មណ៍លក់ទូចទេបងប្អូនអើយព្រោះអីពួកជំទង់ឡើងរូបចេញក្បាច់គុណមកល្អខ្លាំងអញ្ចឹងអត់ចង់លក់ពីទូទេលក់ធំហ្មងអាហ្នឹងយើងបានទាំងគុណភាពបានទាំងថវិកាលក់បានថ្លៃថ្ងៃបងប្អូនច្រើនមកទិញមន់ពេញជុលច្រើនដាក់លក់ហើយមូលហេតុដែលមិនលក់គឺឆែកជើងមើលវាឲ្យវាដឹងច្បាស់សិនថាតើវាវាយគុណភាពវាដល់កម្រិតណាមិនយើងដាក់តម្លៃស្ទើកាប់ស៊ីអានឹងជារឿងគោលការណ៍របស់ខ្ញុំអាយ៉ាខ្ញុំមិនថាប្រឹងប្រែងបងប្អូនគុំយកវេទិកា Facebook ទៅដៀមដាមគ្នាទៅវាយប្រហារគ្នាដើម្បីលបាញល្បីឲ្យគេស្គាល់រឿងហ្នឹងអត់ថ្លៃធ្នូទេបងប្អូនណាជឿខ្ញុំមួយម៉ាត់ចង់ឲ្យគេស្គាល់យើងចង់ឲ្យគេឲ្យតម្លៃយើងទី1បើយើងលក់ផលិតផលប្រឹងពង្រឹងគុណភាពផលិតផលទី2បើគេមិនសូវស្គាល់យើងពង្រឹងការផ្សព្វផ្សាយឲ្យបានច្រើនដើម្បីឲ្យគេស្គាល់យើងគុំជ្រើសរើសយកការវាយប្រហារដៀមដាមឲ្យបងប្អូនតាមដានហើយដាក់លក់ផលិតផលអានេះអត់ថ្លៃធ្នូទេវាជាទង្វើដែលមិនថ្លៃធ្នូហើយក៏មានអ្នកដៀមដាមខ្ញុំរាល់ថ្ងៃមានបុគ្គលម្នាក់គេហៅលោកគ្រូខ្ញុំមិននិយាយបុគ្គលណាអ្នកណាមានខ្លួនយកទៅគេហៅថាលោកគ្រូតែលោកគ្រូម្នាក់នេះ Facebook និយាយពីដៀមដាមគ្រប់តាគេហ្មងដៀមដាមដោយទាំងខ្ញុំដែរទៀតដៀមដាមមិនតែខ្ញុំអត់យកខ្លួនបៀតជាមួយទេធ្លាប់ឆ្លោះមួយអ្នកដតីគេឆ្លោះឈ្នះហើយមកចង់ឆ្លោះមួយបាក់សីកាឡាប៉ោះដើម្បីភាពល្បីល្បាញគឺมันអាចទៅរួចទេមូលហេតុអីមូលហេតុតែមួយគត់ខ្ញុំមិនតបមិនមិនមែនដោយសារខ្ញុំខ្លាចរអានោះឡើយគឺខ្ញុំស្ដាយរឿង3យ៉ាងទី1ខ្ញុំស្ដាយពេលវេលាដ៏មានតម្លៃរបស់ខ្ញុំសម្រាប់ការអភិវឌ្ឍរឿងផ្សេងឲ្យមានការរីកចម្រើននៅក្នុងទីកន្លែងរបស់ខ្ញុំរឿងទី2ខ្ញុំស្ដាយនៅភាពអត់ធ្មត់ដែលខ្ញុំមានកន្លងមកដោយខ្ញុំជ្រើសរើសយកការអត់ធ្មត់មិនតបតមិនដៀមដាមទី3ដែលកាន់តែសំខាន់ខ្ញុំស្ដាយនៅភាពថ្លៃថ្នូរដែលខ្ញុំបានកសាងឡើងនិងកំពុងមានខ្ញុំមិនឆ្លោះជាមួយបុគ្គលថោកទាបនោះទេអរគុណច្រើន